របៀបដោះគ្រឿងបដូរថ្ម Oppo A57 បាទថ្មវាឡើងប៉ោងហើយចុច A ចេញទៅវាអស់ថ្មលីងហើយថ្មវាឡើងទល់ហើយខាងក្រោយហ្នឹងហើយដំបូងឡើយយើងយកទឹកបាញ់ផ្លេកាវបាញ់វាមកជុំមកយកទឹកផ្លេកាវបាញ់ពាត់ជុំវិញទូរស័ព្ទមកជុំមកហើយបន្តទៀតយើងយកឡាមកគោះកន្លែងណាដែលវាមានប្លុចចំហហើបហ្នឹងយើងគោះវាធ្វើមុខវាសិនទៅគាត់ធ្វើមុខហើយយើងយកអា screen អាតំណ screen ហ្នឹងយកមកចាក់ចូលមកជាវាពាត់មកជុំទៅជាវាឲ្យដាច់កាវពាត់មកជុំវិញទូរស័ព្ទហ្នឹងមកកន្លែងនេះធ្នមណាកន្លែងនេះវាមានខ្សែកញ្ចៅដៃខ្សែ scan កញ្ចៅដៃយើងជាវាចុងតិចមកហើយបាញ់ទឹកថ្នាំពលាយកាយថែមទៀតទៅបើវាស្អិតខ្លាំងកូតវាមកជុំមកកោះចេញស្រួលណាកោះចេញមកផ្លែតព្រោះអីគេធ្លាប់កោះពីមុនមកដែរគាត់កាវហើយយើងចាប់ផ្ដើមដោះខ្ចៅវាទៅខ្ចៅកន្លែងនេះយកតបៀតមកកោះវាធ្នមមកកន្លែងហ្នឹងស្ទប់កាមេរ៉ាសុំកាមេរ៉ាវារៀងស្អិតតិចវាជាប់កាវកន្លែងហ្នឹងហើយខ្ចៅនៅខាងក្រោមហ្នឹងតោះតែយើងគាត់សុំកាមេរ៉ាចេញមកយើងមកខ្ចៅកែតហើយយើងមកខ្ចៅចេញមកមកខ្ចៅចេញអស់មកហើយយើងកោះយកសបកវាចេញនេះយើងเอาកន្លែងចាក់ស៊ីមចេញមកចាក់ស៊ីមចេញមកហើយយើងចាប់ផ្ដើមកោះពីកន្លែងស៊ីមហ្នឹងទៅចាក់កញ្ចក់ចូលកន្លែងកោះស៊ីមហ្នឹងទៅកោះសបកវាចេញក្រៅដល់សបកចេញដើម្បីយកថ្មដូរថ្មីកោះវាពាត់មកជុំទៅអូវាពាត់មកជុំបើហើបយកក្នុងក្រោយវាចេញថ្នមមកហើយកោះអា sensor scan យ៉ាងដៃមួយទៀតចេញមកហើយយើងមើលកោះថ្មវាចេញមកព្រោះថ្មវាហើមហើយយើងត្រូវដូរថ្មវាបាញ់ទឹកលេខកៅពាត់វាមកជុំដែរមកហើយយកអាតានឹងមកកោះមកតំណ screen ហ្នឹងយកមកកោះវាទៅកោះថ្មចេញបាននេះថ្មប៉ោងហើយគេដាក់វាម្លាយទៅយកថ្មថ្មីមកកាប់វាចូលមកទៅថ្មលឿននេះគាត់កោះថ្មចេញហើយយើងដាក់ថ្មថ្មីចូលយើងអាចកាប់វាទៅប្រើបានដែរកាប់ថ្មចូលហើយយើងបើកសាកមើលថ្មមានភ្លើងហើយក៏អត់អញ្ចឹងបើកវាចោលសិនទៅចុចបើកវាមកចេញហើយក៏ថ្មថ្មីបើវាបើអត់ចេញអានឹងស្រួលយើងអត់ទាន់បានធ្វើអីចឹងយើងទុកដូរឲ្យគេឥឡូវបើកដើរហើយយើងរៀបចំកាប់វីចូលវិញមកកាប់សបកវីចូលវិញមកកាប់វីចូលកាប់សបកចូលក្នុងទូរស័ព្ទវិញមកសកត់វាពត់មកជុំមកឲ្យវាអប់ណែនល្អមកបាទស្កត់វាទៀតហើយយើងចុចបើកវាសាកមើលក្រែងហ្នឹងវាចុចតិចចេញបាត់ចេញហើយចេញវាចុចមើលភាគរយថ្មវាហើយយើងចុចតេស្តវាបន្តិចទៅសល់ភាគរយថ្ម57ដែរឥឡូវយើងតែឲ្យឃើញថាវាបើកចេញហើយវាអត់លុតទៅយើងអាចមកខ្ចៅចូលវិញទៅចាប់ខ្ចៅចូលវិញគ្រប់កន្លែងវិញមកចាប់ខ្ចៅវាចូលទៅព្រោះយើងកាប់ថ្មធំធៅអស់ហើយយើងកាប់ខ្ចៅចូលកាប់ជើងស្ទប់កាមេរ៉ាចូលទៀតមកហើយក្នុងក្រោយយើងដាក់កាវពាត់វាមកជុំមកមុននឹងយើងកាប់ចូលវិញក្នុងក្រោយហ្នឹងដាក់កាវពាត់វាមកជុំមក
ដាក់កាវវាពាត់មកជុំមកដាក់ស្អាតហើយពាត់មកជុំមកយើងកាប់វាចូលវិញទៅដាក់ឲ្យចំកលាក់វាវិញចូលអស់ដាក់ក្នុងក្រោយចូលសកត់វាពាត់មកជុំដែរមកខាងហ្នឹងយើងដូរថ្មបានណាយើងនៅតែហុំកស៊ូទៀតតែនេះក៏ម្ចាស់គាត់ឲ្យដូរថាច់ទៀតថាច់វាស្អាតថាច់វាបែកគាត់ឲ្យដូរថាច់ទៀតចាប់ផ្ដើមគាត់ថាច់ចេញគាត់ថាច់ចាស់នឹងចោលទៅគាត់វាថ្នមកន្លែងហ្នឹងពួកអីយើងស្កត់ដៃខ្លាំងខ្លាចវាប៉ះពាល់ដល់ក្រងស្កត់វាគាត់ថ្នមមកហើយវាម្ដងតិចមកហើយយើងជូតសម្អាតវាទៅជូតសម្អាតលើអេក្រង់ហ្នឹងស្អាតកុំឲ្យមានដីអីសោះស្រួលយើងដាក់ screen ទៅវាមានចូលខ្យល់ហើយក៏វាមានកទួលចូលដីហើយយើងគៀបចំដាក់ screen ចូលស្រេខាងចែងវាត្រូវទាំងសងខាងមកហើយត្រូវហើយយើងអូសតាមកដាលមួយឆ្នូតមកកុំឲ្យវាមានពពុះឥឡូវវារត់ចូលពេញអស់ហើយទូរស័ព្ទយើងបដូរថ្មហ្នឹងបានសម្រាប់ហើយប៉ុណ្ណឹងបដូរថ្មបានជោគជ័យហើយបើវាសាក់មើលចេញហើយឥឡូវយើងកັບហុំកស៊ូចោលហើយកន្លះម៉ោងទៅចាំដកកស៊ូចេញព្រោះហ្នឹងយើងដូរថ្មដូរ screen រួចរាល់ជាការស្រេចហើយបាទហុំកស៊ូវាចូលទុកវាហុំកស៊ូទុកវាចោលកន្លះម៉ោងសិនទៅប្រមតែកាយវាស្ងួតដល់ពេលកាយស្ងួតយើងដកកស៊ូមកប្រើបានធម្មតាវិញវីដេអូក៏ឈានមកដល់ទីបញ្ចប់ដែរបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ